បាទជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីប្រិយមិត្តអ្នកទេសនាជាទីមេត្រីបាទជាពិសេសអ្នកស្រុកស្ទូងអ្នកភូមិអូដងអ្នកឃុំសាក្រងស្រុកស្ទូងខេត្តកំពង់ធំបាទនេះជាវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានថ្មថ្មីស្ពានថ្មអូដងបាទពេលនេះគឺស្ថិតក្នុងដំណាក់កាលចាក់សសរគ្រឹះសសរធ្នឹមហើយបាទមិនយូរទេតាមស្ថានភាពនេះតាមក្រុមការងារបាទដឹងថាប្រហែលជា2សប្តាហ៍ទៀតនឹងដំណើរការសសរនេះចប់គ្រប់ហើយបាទដល់ពេលនោះនឹងដំណើរការសាងសង់នឹងលឿនជាងនេះបាទជាទិដ្ឋភាពស្ទឹងស្ទងបាទពិតជាអបអរសាទរផ្នែកលេងជាមួយនឹងជាពលរដ្ឋនៅក្នុងឃុំសាក្រងបាទដែលទទួលបាននៅស្ពានថ្មថ្មីជាចំណងដៃថ្មីនឹងជួយបង្កើនការធ្វើដំណើររបស់ពលរដ្ឋដោយសុខសុវត្ថិភាពជាស្ពានថ្មជំនួសស្ពានឈើចាស់ដែលបានដែលមានប្រភេទទ្រពខ្លាំងនេះជាសកម្មភាពបូមទឹករបស់ខ្មែរបងប្អូនក៏ពីស្ទឹងស្ទោបាទទៅអូដងបាទកន្លែងនេះគឺបូមទៅផ្នែកខ្លះនៃភូមិកំពង់ចិនកំពង់និងផ្នែកខ្លះនៃភូមិសាក្រងតាមឋានជាក់ស្ដែងដែលអាចស្រោចស្រពដល់ស្រែស្រូវគាត់កម្រិតណាគឺប្រើប្រាស់ឲ្យអស់សមត្ថភាពបាទពួកគាត់ក៏បានប្រើម៉ាស៊ីនបូមទឹកនេះក៏ដល់ទៅ9គ្រឿង10គ្រឿងបាទសូមអរគុណសូមជម្រាបលាអរគុណជាអំណាចសម្រាប់ការតាមដានទេសនាវីដេអូខ្លីស្ដីអំពីវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានថ្មអូដងនៅក្នុងភូមិសាក្រងសូមអរគុណ